រឿងពូយ៉ាក់សនិងខៀវកាលពីព្រេងនាយនៅឯកំពូលភ្នំដ៏ស្ងាត់ជ្រងំដែលពោពេញទៅដោយចំហាយវេទមន្តមានពូយ៉ាក់ពីរពួកបានខិតខំបំពេញតាបោះអធិដ្ឋានបារមីអស់រាប់ពាន់ឆ្នាំពស់សជាបងពស់ខៀវជាប្អូនដោយសារបារមីកាន់តែខ្លាំងក្លាពួកគេក៏អាចប្រែកាឡាជារូបរាងមនុស្សស្រីដ៏ស្រស់ស្អាតឥតខ្ចោះពស់សមានឈ្មោះថាសជានារីដែលមានសម្រស់ទន់ភ្លន់ចិត្តល្អនិងមានប្រាជ្ញាឈ្លាសវៃចំណែកពស់ខៀវមានឈ្មោះថាខៀវជាប្អូនស្រីដែលមានចរិតក្រមិចក្រមើមរពើនិងក្លាហានដើម្បីស្វែងយល់ពីជីវិតមនុស្សលោកបងប្អូនទាំងពីរបានចុះពីលើភ្នំមកលេងកម្សាន្តនៅទីក្រុងក្បែរបឹងដ៏ធំមួយស្រាប់តែមេឃប្រែជាខ្មៅងងឹតភ្លៀងក៏បង្អរចុះមកយ៉ាងខ្លាំងធ្វើឲ្យពួកគេរកកន្លែងជ្រកបន្ទាន់ពេលនោះបុរសចំណេះដឹងម្នាក់ឈ្មោះសឹង្ហាដែលជាអ្នកផ្សំថ្នាំបុរាណបានដើរកាត់ទីនោះល្មមដោយក្តីអាណិតនិងចាប់ចិត្តតាំងពីឃើញដំបូងសឹង្ហាបានហុចឆាត់របស់ខ្លួនឲ្យទៅនាងគ្រាន់តែសម្លឹងចំកៅភ្នែកបុរសនេះនាងសបានដឹងភ្លាមថានេះគឺជាបុរសដែលនាងធ្លាប់ជំពាក់គុណកាលពីជាតិមុនផ្ដើមចេញពីការខ្ចីឆាត់ស្នេហារវាងមនុស្សនិងទេពធីតាពស់ក៏បានលូតលាស់យ៉ាងជ្រាលជ្រៅមិនយូរប៉ុន្មានពួកគេក៏បានរៀបចំសាងគ្រួសារនិងបើកហាងលក់ថ្នាំបុរាណមួយជួយសង្គ្រោះអ្នកស្រុកដោយសារវេទមន្តនិងចិត្តមេត្តារបស់នាងសហាងថ្នាំរបស់ពួកគេល្បីល្បាញពេញទីក្រុងជួយព្យាបាលមនុស្សរាប់មិនអស់ប៉ុន្តែគេឈ្មោះនេះបានលេចឮទៅដល់លោកសង្ឃហ្វាហៃដែលជាអ្នកមានអាគមខ្លាំងពូប៉ែខាងបង្ក្រាបបិសាចលោកសង្ឃហ្វាហៃបានស្តាក់ផ្លូវសង្ហាហើយប្រាប់ពីអត្តកម្បាំងដ៏គួរឲ្យខ្លាចសង្ហាមិនជឿទាល់តែសោះព្រោះប្រពន្ធខ្លួនជានារីដ៏ល្អឥតខ្ចោះហ្វាហៃមិនបង្ខំតែបានប្រគល់ស្រាស៊ីរម័នមួយដបឲ្យសង្ហាហាម5ថាកុំឲ្យប្រពន្ធផឹកឲ្យសោះបើមិនចង់ឃើញរូបពិតចៃដន្យអីថ្ងៃនោះគឺជាថ្ងៃពិធីប្រពៃណីដែលតម្រូវឲ្យគ្រួសារជួបជុំនិងផឹកស្រាដោយសារសេចក្តីសង្ស័យដែលលោកសង្ឃបន្សល់ទុកសង្ហាក៏លបងចិត្តប្រពន្ធដោយហុចស្រានោះឲ្យនាងសដឹងច្បាស់ថាស្រានេះអាចបំផ្លាញតាបោះរបស់នាងតែដោយសារកុំឲ្យប្តីអន់ចិត្តនាងក៏បង្ខំចិត្តផឹកគ្រាន់តែស្រាធ្លាក់ដល់ពោះភ្លីមធម្មពលវេទមន្តក្នុងខ្លួននាងក៏ចាប់ផ្ដើមបែកខ្ចាយសង្ហាភ័យស្លន់ឡោកស្ទុះទៅត្រកងប្រពន្ធតែនាងបានរឹងគេចេញដើម្បីកុំឲ្យគេឃើញរូបរាងអាក្រក់របស់ខ្លួននាងទប់លែងចប់ទៀតហើយរាងកាយមនុស្សស្រីដ៏ស្រស់ស្អាតចាប់ផ្ដើមរលាយបាត់បន្តិចម្ដងរំពេងនោះពូយ៉ាក់សដ៏ធំមហិមាក៏បានលេចរូបរាងឡើងពេញបន្ទប់ដេកដោយមិនដឹងថានេះគឺជាប្រពន្ធរបស់ខ្លួនសង្ហាភ័យតក់សន្លត់យ៉ាងខ្លាំងរហូតគាំងបេះដូងបុរសកំសត់បានស្លាប់បាត់បង់ជីវិតភ្លាមនៅនឹងកន្លែងដោយសារការភ័យខ្លាចហួសកម្រិតខៀវរត់ចូលមកដល់ឃើញទិដ្ឋភាពនេះក៏ស្រឡាំងកាំងពេលជាតិស្រាអស់ឫទ្ធិនាងសប្រែជារូបមនុស្សវិញគ្រាន់តែឃើញប្តីដេកស្លាប់នាងអោបសាប់យំសោកសង្រេងស្ទើរដាច់ខ្យល់ប៉ុន្តែនៅនាមជាទេពធីតាពស់នាងមិនព្រមចុះចាញ់ព្រហ្មលិខិតនាងបានហោះសំដៅទៅកាន់ភ្នំគុនលុនដែលជាកន្លែងលាក់ទុកស្មៅទឹកប្រប្រានដ៏ស័ក្តិសិទ្ធិភ្នំគុនលុនគឺជាតំបន់ហាមឃាត់របស់ឋានសួគ៌ការពារដោយទេវតាថែរក្សាដ៏កាចសាហាវទោះបីជាត្រូវបាត់បង់តាបោះឬត្រូវស្លាប់ក៏នាងសហ៊ានលះបង់គ្រប់យ៉ាងដើម្បីប្តីគ្រាន់តែឈានជើងដល់ភ្លាមទេវតាថែរក្សាថ្នាំទឹកក៏បានលេចមុខមកស្តាក់ផ្លូវនាងសលុតជង្គង់អង្វរកដោយក្តីកំសត់បំផុតតែទេវតាមិនយល់ព្រមថែមទាំងលើកអាវុធប្រុងនឹងប្រហារជីវិតនាងនៅនឹងកន្លែងពេលទាល់ច្រកនាងសក៏សម្រេចជិតបើកឆាកប្រយុទ្ធទោះដឹងថាខ្លួនមិនអាចយកឈ្នះក៏ដោយសមរភូមិដណ្ដើមស្មៅទឹកបានប្រលប់ទៅយ៉ាងកក្រើកមេឃកក្រើកដីដោយសារកម្លាំងខុសគ្នាឆ្ងាយនាងសត្រូវរងរបួសធ្ងន់ធ្ងរធ្លាក់ដល់ដីនៅពេលជិតស្លាប់ស្រាប់តែមានពន្លឺមាសជាក់មកអទេពទាវម្ចាស់ភ្នំបានយាងមកដល់ដោយអាណិតដល់ក្តីស្នេហាស្មោះស្ម័គ្រនិងហ៊ានលះបង់អទេពទាវក៏ប្រទានស្មៅទឹកឲ្យនាងត្រឡប់ទៅសង្គ្រោះប្តីទោះបីជារបួសធ្ងន់ពេញខ្លួនយ៉ាងណា
ក៏នាងសខំប្រឹងហក់ត្រឡប់មកផ្ទះវិញទាំងយប់ដើម្បីយកស្មៅទឹកមកសង្គ្រោះប្តីមកដល់ភ្លាមនាងបានទំពាស្មៅទឹករួចបញ្ចុកចូលទៅក្នុងមាត់របស់សង្ហាដែលដេកស្លាប់ត្រជាក់វិរិយវៀងពន្លឺវេទមន្តនៃស្មៅទឹកបានហូរចូលទៅបន្សាពិសនៅដាស់ប្រលឹងសង្ហាឲ្យត្រឡប់មកវិញអភហេមានពិតសង្ហាបានដកដង្ហើមធំរួចរស់រានមានជីវិតឡើងវិញដោយមនុស្សដេកលក់ទើបភ្ញាក់ពេលឃើញភ្នក់ប្រពន្ធកាយចងចាំដ៏គួរឲ្យខ្លាចក៏ភ័មឡើងធ្វើឲ្យសង្ហានៅតែមានភាពភ័យខ្លាចនាងសសក់ទឹកភ្នែកដោយក្តីឈឺចាប់តែនាងបានពន្យល់ពីក្តីស្នេហាដ៏បរិសុទ្ធនិងការលះបង់យកស្មៅទឹកមកសង្គ្រោះគេពេលឃើញប្រពន្ធរងរបួសធ្ងន់ដើម្បីខ្លួនសង្ហាក៏រលាយការភ័យខ្លាចអស់រួចស្ទុះទៅឲ្យប្រពន្ធទាំងទឹកភ្នែកប៉ុន្តែសេចក្តីសុខនេះមិនបានយូរឡើយលោកសង្ឃហ្វាហាយដែលចាត់ទុកបិសាចជាសត្រូវបានតាមមកដល់លោកសង្ឃហ្វាហាយបានឈ្លានឱកាសពេលនាងសមិននៅចាប់យកសង្ហាទៅឃុំឃាំងនៅឯវត្តគិរីមានដើម្បីផ្ដិតនិស្ស័យរបស់ពួកគេពេលដឹងថាប្តីត្រូវគេចាប់យកទៅទេពធីតាពោធិ៍សក៏ខឹងសម្បាយ៉ាងខ្លាំងបំផុតព្រោះនាងមិនធ្លាប់ធ្វើបាបអ្នកណាឡើយនាងសនិងនាងខៀវបាននាំគ្នាទៅដល់មុខវត្តគិរិមានទាមទារសុំប្តីត្រឡប់មកវិញលោកសង្ឃហ្វាហាយឈរនៅពីលើកំភៀងវត្តបដិសេធយ៉ាងឯកអហង្ការមិនព្រមប្រគល់សង្ហាឲ្យឡើយនាងខៀវទ្រាំលែងបានក៏ស្ទុះទៅវាយប្រហារតែត្រូវហ្វាហាយប្រោបារមីវាយបកមកវិញរងរបួសដោយក្តីឈឺចាប់និងកំហឹងនាងសក៏សម្រេចចិត្តប្រើប្រាស់វេទមន្តហាមឃាត់របស់ខ្លួននាងបានហៅខ្យល់ហៅភ្លៀងបង្កើតជាមហោរាត្រីទឹកជំនន់ដ៏ធំសម្បើមបំណងចង់ពន្លិចវត្តគិរិមានទាំងមូលហ្វាហាយតក់ស្លុតនឹងឫទ្ធិបារមីនេះក៏ប្រញាប់ដោះស្បង់ជីវរបោះទៅលើអាកាសដើម្បីទប់ទល់ស្បង់ជីវរបានរីកធំคล้ายជារបាំងពន្លឺពណ៌មាសការពារទឹកជំនន់មិនឲ្យលិចវត្តបានឡើយការប្រើវេទមន្តធំលើសកម្លាំងគប់ជាមួយនឹងនាងកំពុងមានទម្ងន់កូនរបស់សង្ហាផងបានធ្វើឲ្យនាងសចាប់ផ្ដើមចុះខ្សោយហ្វាហាយឆ្លៀតឱកាសបោះបាតមាសទៅលើអាកាសបញ្ចេញពន្លឺស្រូបយកថាមពលរបស់នាងសផ្ដួលនាងដល់ដីទឹកជំនន់ត្រូវរលាយសូន្យសង្ហារត់ប្រមាស់រួចរត់ចេញមកឃើញប្រពន្ធដួលសន្លប់ក៏ស្ទុះទៅរកទាំងទឹកភ្នែកសង្ហាឲ្យប្រពន្ធជាប់នឹងទ្រូងយំសោកបោកធឿងដោយក្តីវិបរិស័យដែលខ្លួនជាដើមហេតុធ្វើឲ្យប្រពន្ធរងគ្រោះធ្ងន់បែបនេះប៉ុន្តែពន្លឺបាតមាសដែលស្រូបទាញរាងកាយនាងសឲ្យឃ្លាតចេញពីរង្វង់ដៃរបស់សង្ហាបន្តិចម្ដងក្តីស្នេហារវាងមនុស្សនិងទេពធីតាពស់ត្រូវបានបំបែកចេញពីគ្នាយ៉ាងព្រៃខ្មើលោកសង្ឃហ្វាហាយបានយកនាងសទៅបង្ខាំងទុកនៅខាងក្រោមស្ទូបឡៃផុងដោយដាក់បណ្ដាសាចាប់ពីថ្ងៃនោះមកសង្ហាមិនដែលរៀបចំការថ្មីឡើយគេបានចំណាយពេលពេញមួយជីវិតដើម្បីបោសសម្អាតនិងយ៉ាមនៅមុខស្ទូបនោះទោះបីជារាងកាយត្រូវឃ្លាតឆ្ងាយតែបេះដូងរបស់ពួកគេនៅតែភ្ជាប់គ្នារហូតដល់ចាស់រៀងខ្លួនចំណែកនាងខៀវបានខិតខំបំពេញតាក់បោះនៅលើភ្នំរងចាំថ្ងៃមួយនឹងត្រឡប់មកកំធ្លិកស្ទូបឡៃផុងសង្គ្រោះបងស្រីរឿងព្រេងពួរយក្សសនិងខៀវក៏បានក្លាយជានិមិត្តសញ្ញានៃក្តីស្នេហាស្មោះស្ម័គ្រនិងអមតៈដែលគេនិទានតគ្នារហូតមកដល់សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនារហូតដល់ទីបញ្ចប់